ពេលវេលាសែនខ្លីតែមានន័យក្នុងជីវិតអ្វីដែលតែងតែគិតពងប្រាថ្នាមិនជឿលើនិស័យមិនជឿព្រេងវាសនាតែពេលនេះទើបដឹងថាជាការពិតឆាងជីវិតមានន័យព្រោះតែស្រីម្នាក់បងត្រូវជប់ជុំពេញក្តីស្នេហាដកចិត្តមិនរួចព្រោះតែដួងកែវនេត្រាអូនជាទេពធីតាក្នុងសូបិនសំរទេពអប្សរមិនល្អដូចអូនឡើយស្នាមញញឹមត្រានត្រើយឲ្យរៀមលំសារភាពថាសុំចាញ់ស្នេហ៍តូចតន់រៀមបនស្រន់ឲ្យឆាប់បានជួបមុខម្ដងទៀតអ្នកណាជាអ្នកបញ្ជាឲ្យពូធ្វើរឿងនេះគឺខ្ញុំមិនហ៊ាននិយាយទេអ្នកនាងគឺអ្នកស្និទ្ធស្នាលក្នុងគ្រួសារខ្ញុំមែនអត់ក្រោកឡើងមករៀមពេជ្រឆាប់នាំរៀមទៅកន្លែងស្នាក់នៅទៅបាទលោកម្ចាស់អរគុណច្រើនហើយលោកម្ចាស់រៀមអាចមិនហើយរៀមទៅជួយមើលរៀមផងបាទលោកមាបើសិនជាបងសក្តាមានអីឲ្យអប្សរជួយក៏ប្រាប់មកចោះព្រោះខ្ញុំស្អប់អំពើអយុត្តិធម៌ណាជាពិសេសខ្ញុំក៏តែចង់ដឹងថាមានអ្នកណានៅពីក្រោយរឿងនេះឬអត់ព្រោះខ្ញុំនឹងរកគ្រប់វិធីដើម្បីវែកមុខគេចេញមកឲ្យទាល់តែបានសំរទេពអប្សរមិនល្អដូចអូនឡើយស្នាមញញឹមត្រានត្រើយឲ្យរៀមលំថាអមកចេញប្រាប់ឯងមករៀមមកពេជ្រធ្វើអីហ្នឹងអើយគាត់អត់មានមកធ្វើអីអូនចូលចូលមកសិនមកចូលមកសិនមកហើយកបានមកដល់យូរណាស់ណាគឺមកល្មមមកឃើញគ្រប់យ៉ាង ហើយកបានខ្ញុំគិតឲ្យលេបដាស់ណាហ្នឹងហើយពួកយើងមិនបានធ្វើអីក៏បានយកថ្នាំមកមែនហ្នឹងហើយគឺនេះថ្នាំសម្រាប់បង្រៀនអរគុណក៏បានហើយណា
បង្រៀមផឹកថ្នាំអស់អញ្ចឹងអូនអប្សរឃើញច្បាស់ជាសប្បាយចិត្តណាស់ហើយ អូទឹកថ្នាំនឹងមានពាក់ព័ន្ធនឹងអប្សរ គឺចេះណាពេលដែលខ្ញុំកំពុងតែដាំទឹកថ្នាំអូនអប្សរក៏ជួយមកជួយព្រោះថាខ្លាចថ្នាំនេះវាក្រពុះហើយខ្លាចថាបង្រៀមគ្មានថ្នាំផឹកហ្នឹងណា ខ្ញុំផ្ដាំអរគុណអប្សរផងណាហើយកវ៉ាន់ដូចគ្នា ចាបង និយាយចឹងអត់ឃើញអប្សរមកអញ្ចឹង គឺចេះណាអូនអប្សរមានតំណែងជាមួយនឹងអ៊ំស្រីទើបខ្ញុំយកថ្នាំមកឲ្យបង្រៀមមុនទៅតែអូនអប្សរក៏បានផ្ដាំផ្ដាច់ណាថាពេលដែលទឹកថ្នាំពុះពេលណាត្រូវតែយកមកឲ្យបង្រៀមពេលហ្នឹង ឃើញអត់ឯងប្រាប់ហើយថាអ្នកនាងអប្សរហ្នឹងគឺបារម្ភឯងគ្រប់ពេលមិនជឿណា និយាយចឹងបង្រៀមក៏ទៅឆាប់ជាឬអត់ បាទអរគុណកវ៉ាន់ណា អូជួយផ្សំថ្នាំពើដែលល្អបំផុត យកឲ្យបង្រៀមមែនតើបទៅនៅផ្ទះកាយលោកគ្រូបេសកតាបានរៀបចំថ្នាំឲ្យបង្រៀមហើយមិនអញ្ចឹងហី ថ្នាំដែលបងសក្តាផ្សំណាសង្ស័យតែគ្មានគុណភាពទេ ហើយអូនអក្សរតែយ៉ាងណាលោកសក្តាជាគ្រូពេទ្យគាត់ច្បាស់ជាមានគុណធម៌ណា បងក៏បានយើងកាន់ចាស់វិញទៅយើងមកផ្សារតែអញ្ចឹងក៏ល្អម្យ៉ាងដែរព្រោះបានដើរលេងនោះអី អូនអក្សររបស់បងមិនភ្លេចទេអារឿងដើរលេងនឹងនោះ mình cho nhom tự ta thì mà mình nhom rồi mai nhưng mà khơi nhỉ ហើយតែខ្លួនឯងនៅណា nở nữa មកចាំមីងជូនទៅ Dạ, tôi chui bẹ áo tí. Tôi sọc với một cháu rồi.
អរគុណ អើយវាទៅវាដល់ឡា អើយយូរពឹងម្ដងអ៊ូលតន់ណាឯង ហើយមិនអី មានអារម្មណ៍រឹបជប់ពេចមកយ៉ាក់ហ្នឹងនៅប្រទេសមិនដែរ គ្មានអីទេកងតបអីហាត់ធម្មតាតាតែគាត់ថាមួយរយៈហ្នឹងលោកម្ចាស់រឿងរវល់ច្រើនបន្តិចព្រោះគាត់ត្រូវសេលិខិតផ្ញើទៅអាណាខេត្តផ្សេងដើម្បីកាន់តបមកណាមិនអីរបួសឯនៅឈឺទៀតមែន តែនេះជួយ ផឹកថ្នាំអត់នោះថ្នាំនោះយកផឹកខ្លួនឯងនោះ ហើយចំយ៉ាងមិត្តភក្តិមែនbây giờ chị sao đẹp មានណាក្តៅអូនតើយកមកក្តៅតើ ai phật môn អត់ទេផឹកទៅ đi ធ្វើអីហ្នឹងហ៎មិនអី មករៀមបងពេជ្រមានឃើញអូនអប្សរមកទីនេះដែរអត់ កបានហើយមានរឿងអីហ្នឹង គឺខ្ញុំឲ្យនឹងអូនអប្សរទៅទិញថ្នាំនៅខាងក្រៅតែពេលដែលខ្ញុំទិញថ្នាំឲ្យងាកមកក៏បាត់អូនអប្សរទៅ ចុះកបានមានសួរគេនៅផ្ទះអត់ក្រែងលោកអ្នកនាងអប្សរគាត់មកផ្ទះមុនណា ở tây pịch rồi đó này nè ập xó tơ chỉ mối ôn của bạn tập pin nè mình đai từ lính bật cuốn rồi có rút trao không đi chẳng thế នឹងឲ្យជាមួយលហេតុដែលខ្ញុំខ្លាចថាអប្សរមានរឿងហ្នឹងណាអើយ អូយកបានសម្រួលអារម្មណ៍សិនទៅក្រែងលោកអ្នកនាងអប្សរគាត់រត់ទៅដើរលេងដោយការលោកមុនណា តែខ្ញុំណាខ្លាចថាអូនអប្សរទៅលោកសក្តាចាប់ទៅវិញទេ hả sạc đáp ông thuê cái ập xó ខ្ញុំក៏អត់ដឹងដែរតែដូចជាលឺអូនអប្សរនិយាយពីផែនការនៅខ្ទមលោកសក្តាយ៉ាងម៉េចទេគឺអើយខ្ញុំចង់អត់បានទេតែអ្វីដែលសំខាន់គឺខ្ញុំខ្លាចថាអូនអប្សរជាប់អន្ទាក់លោកសក្តាណា thế à cái tôi không sạc cả មិនបានជាអញ្ចឹង អើយខ្ញុំអត់ដឹងទេ អប្សរមិនល្អដូចអូនឡើយស្នាមញញឹមត្រានត្រើយឲ្យរៀមលំ ដោយសារតែបាបនឹងហើយតើបងត្រូវធ្វើតាមផែនការរបស់ខ្ញុំដោយបងជាអ្នកស្នើសុំផ្ដាច់ពាក្យហើយយល់ថា បន្ទាប់ពីពួកយើងបានស្គាល់គ្នាមួយរយៈពួកយើងមិនបានស្រឡាញ់គ្នាទេ ập xó ចា សំរទេពអប្សរមិនល្អដូចអូន
នាមញញឹមត្រានត្រើយឲ្យរៀមលំ អបសរអូនពិតជាស្អាតខ្លាំងណាស់ អបសរអបសរមានរឿងអីកើតឡើង បងសក្តាទីបំផុតក៏ទៅកជ្រោះរបស់បងលេចចេញមកហើយ ក្រែងកូនចៅរបស់បង បងគិតថាកូនចៅរបស់បងនឹងឆ្លាតជាងខ្ញុំហ៎ នាងខ្ញុំឃើញបកណាមកចောက်វារៀបគម្រោងការក្បត់ហើយនាងគិតធ្វើយ៉ាងម៉េចទៅ ទាំងនេះសុទ្ធតែជាកូនចៅរបស់ខ្ញុំទេ អបសរអូនសង្ស័យបងរហូត ឥឡូវនេះបងសក្តាគ្មានអ្វីត្រូវតវ៉ាច្រើនទេមានតែត្រូវយល់ព្រមតាមលក្ខខណ្ឌរបស់ខ្ញុំតែប៉ុណ្ណោះ លក្ខខណ្ឌស្អី លក្ខខណ្ឌទី1គឺបងព្រមដល់ចេញពីទីនេះដែលបន្តដៃហើយធ្វើតាមខ្ញុំក្នុងការផ្ដាច់ពាក្យលក្ខខណ្ឌទី2បើបងមិនព្រមតាមលក្ខខណ្ឌទី1ទេខ្ញុំនឹងបកក្រាក់រឿងគ្រប់យ៉ាងរបស់បង អបសរគិតថាយករឿងនេះប្រាប់លោកមៀអូនគិតថាលោកមៀជឿអូនមែនទេលោកមៀគាត់ជាមនុស្សគោរពពាក្យសន្យាហើយម្យ៉ាងទៀតពួកយើងគឺជាបងប្អូនចំណូលមួយនឹងគ្នា ដោយសារតែបាបនឹងហើយតើបងត្រូវធ្វើតាមផែនការរបស់ខ្ញុំដោយបងជាអ្នកស្នើសុំផ្ដាច់ពាក្យហើយយល់ថាបន្ទាប់ពីពួកយើងបានស្គាល់គ្នាមួយរយៈពួកយើងមិនបានស្រឡាញ់គ្នាទេ អបសរ ចា បានបងយល់ព្រមបងអាចទៅបានហើយ Sagrada na! Quay! Sagrada na! Này đi! Mà! Anh chị sao đi! Ôi, phục sinh! Để điên! Không kêu chỉ con cha thêm ta! Xong tôi bồng bồng គ្រប់យ៉ាងគឺជាកម្រងខ្ញុំរៀបចំសម្រាប់ឲ្យបងសក្តាចូលអន្តៈតែប៉ុណ្ណោះ រឿងនេះខ្ញុំដឹងហើយតែខ្ញុំអត់ទុកចិត្តទើបធ្វើឲ្យខ្ញុំមកតាមអ្នកនាង ហេតុអីបានដឹង ក៏បានប្រាប់ខ្ញុំអស់ហើយ បើអញ្ចឹង
មិនបានទៅភ័យទៀត ទោះវាជាល្បិចកលរបស់អ្នកនាងក៏ដោយតែខ្ញុំបារម្ភខ្លាចអ្នកនាងធ្លាស់ធ្លួយឬក៏មិនអាចយកឈ្នះសក្តានុពលបាន នាយរៀមមើលនាយរៀមខ្ញុំអបសរណាមិនមែនល្ងង10គត់ឲ្យគេបោកបានងាយៗទេតែយ៉ាងណាក៏អរគុណដែលបានមកជួយហើយកុំតររឿងបងសក្តាទៀតលឺនៅខ្ញុំមិនចង់ឲ្យផែនការផ្ដាច់ពាក្យត្រូវមានបញ្ហាទេបើមានគេសួរជួយកុហកប្រាប់គេផងថាខ្ញុំលួចទៅហាត់កូនដូចរាល់ដងគ្មានត្រូវបានគេចាប់អីទេណាលឺនៅស្ដាប់បានអត់ បាទចុះអារឿងផ្ដាច់ពាក្យហ្នឹងដោយសារតែអ្នកនាងស្អប់សក្តាឬមួយអ្នកនាងមានចិត្តលើអ្នកផ្សេងដទៃទៀត អូយសួរច្រើនណាស់ឆាប់ត្រឡប់ទៅវិញទៅខ្ញុំខ្លាចបងកវ៉ាន់បារម្ភ នាង មកពីនេះណា អូយកវ៉ាន់មកនៅស្ងៀមមកកុំដើរឆ្លេចឆ្លាមើលបងវិលមុខណា គឺខ្ញុំបារម្ភពីបង្រៀនហើយអូនអបសារណាបងពេជ្រ អូយទៅបារម្ភស្អីណែកវ៉ាន់ខ្លាចអូនឯងប្រាប់បងថាជាល្បិចរបស់អ្នកនាងអប្សរឯងមិនទៅបារម្ភ ចាល្បិចអូនអបសារក៏ប៉ុន្តែចុះបើអូនអបសារឆ្លោះឆ្លយហើយត្រូវលោកសក្តាដាក់តាក់វិញនោះអើយបងពេជ្រយើងធ្វើយ៉ាងម៉េចវិញហាអ្នកណាទៅដឹងថារឿងនឹងកើតឡើងឬអត់ ត្រូវហើយកវ៉ាន់ហើយពេលនេះរៀមវាពងមានរបួសផងហើយចុះបើសក្តាមានគ្នាច្រើនគេមានល្បិចកលអីទៅរៀមមិនឈ្នះគេទៅ អើយញ៉ាំអីក៏មកបែកឯងហា អូយស្មាបងចង់ឲ្យវាអ្នករឹងខ្លួនឯងទេ តែបើអូនអបសារមានរឿងអីណាខ្ញុំមិនលើកលែងតឲ្យបងពេជ្រឯងទេ កវ៉ាន់មកបន្ទោបងអញ្ចឹង ទៅរត់ទៅមកដល់ហើយអ្នកអសរៀម អូយមកដឹងថាបងបារម្ភតែអត់ហា ថាខ្ញុំមានកាត់អីអាណាបងកវ៉ាន់បងមិនជឿលើខ្ញុំហ៎ ចាបងជឿណាតែបើឆ្លោះឆ្លយតើធ្វើយ៉ាងម៉េចវិញហា អូយអ្នកអសកវ៉ាន់តែប៉ុណ្្នឹងអីមុននឹងដឹងមិនអីដល់ឆ្លេឆ្លាខ្ញុំមើលឡើងវល់មុខហ្មងហើយដឹងអត់តែរៀងយូរបន្តិចដូចខ្ញុំទៅតាមអ្នកទាំងពីរហើយ ហ្នឹងហើយអ្នកណាបងពេជ្រឯងនេះឲ្យបង្រៀនទៅតែម្នាក់ឯងមើលឃើញគាត់មានរបួសដែរអត់ហា មកទោសប តែ ង ខ្ញុំសុំទោសដល់បងកវ៉ាន់ដែលអបសរធ្វើឲ្យបងបារម្ភ អីទេណាសំខាន់ឲ្យតែពេលនេះអូនមិនអីគឺគ្រប់គ្រាន់ហើយ សុំប្រកបបានលោកម្ចាស់រៀមទាវ លោកពងអ្នកម៉ែចេញមកដល់យូរហើយហ៎ ពួកកូនកំពុងតែជែកគ្នារឿងអីហ្នឹងបានជាជួបជុំគ្នាបែបនេះ ពួកកូនកំពុងតែពិភាក្សាគ្នាហើយរងចាំស្ដាប់ដំណឹងរឿងការតបនោះណាលោកពុកមែនអត់បងកវ៉ាន់ហ្នឹងហើយ មែនទេលោកម្ចាស់ ហើយកែងរៀមហ្នឹងរបួសមិនទាន់ជាទេមិនក៏មិននៅសម្រាប់ បងពេជ្រចាប់ទៅជួយមើលថែរៀមទៅ
រឿងកិច្ចការនគរលោកពូប្រកាសជាបកគោលភារកិច្ចឲ្យហើយមិនអញ្ចឹង បានអ្នកអសសូមគ្រប់ប្រតិបត្តិលាលោកម្ចាស់វិជ្ជាទាវ បងកវ៉ាន់ជួយទៅដាក់ថ្នាំឲ្យរៀមទៅណាចាសូមគោរពប្រតិបត្តិលាអ៊ំប្រុសអ៊ំស្រី សំរទេពអប្សរមិនល្អដូចអូនឡើយស្នាមញញឹមត្រានត្រើយឲ្យរៀមលំ ចេះនៅអេះអុញទៅកើតមាក្មួយអាយសោះហ្នឹងនិយាយមករឿងអី លោកមាខ្ញុំចង់ផ្ដាច់ពាក្យពីអូនអប្សរ ផ្ដាច់ពាក្យ សំរទេពអប្សរមិនល្អដូចអូនឡើយស្នាមញញឹមត្រានត្រើយឲ្យរៀមលំ លោកពុកចោះរឿងកែតតដល់ណាស់ហើយលោកពុក កូនឯងនេះចូលចិត្តចង់ដឹងរឿងកិច្ចការមនុស្សប្រុសណាស់ អញ្ចឹងកូនសូមគោរពប្រតិបត្តិលាលោកពុកនិងអ្នកម៉ែសិនហើយ សូមគោរពប្រតិបត្តិលោកមា ឮក្មេងប្រាប់ថាក្មួយសក្តាមានការចង់និយាយជាមួយមា បាទលោកមា មានរឿងអីនិយាយមកចេះនៅអេះអុញទៅកើតមាក្មួយអាយសោះហ្នឹងនិយាយមករឿងអី លោកមាខ្ញុំចង់ផ្ដាច់ពាក្យពីអូនអប្សរ នឹងរឿងនេះដែរ អូនអប្សរបងបានពិភាក្សាជាមួយលោកមារួចហើយបងនឹងផ្ដាច់ពាក្យពីអូនអប្សរ
ហេតុអីទៅបងសក្តាបងធ្វើអញ្ចឹងឲ្យខ្ញុំនេះយកមុខទៅតុកនៅឯណាខេត្តនេះអ្នកណាក៏ដឹងថាបងសក្តាគឺជាអនាគតកូនប្រសាស្ដេចត្រាញ់ដែរ ឲ្យបងសុំទោសផងអូនអប្សរ បើបងសក្តាសម្រាប់ចិត្តថាធ្វើបែបនេះទៅហើយអប្សរក៏មិនចំទោសដែររឿងមនោសញ្ចេតនាមិនអាចបង្ខំបានទេលោកពុកសុំលោកពងកុំខឹងនឹងបងសក្តាអីណា នេះកុំតែយល់ថាពុកម្ដាយក្មួយជាសាច់ញាតិរបស់មាទេកុំអីមាមិនទុកមកឲ្យទេ អរគុណលោកមាដែលយោគយល់ខ្ញុំនៅមានរឿងមួយទៀត និយាយទៅ ខ្ញុំចង់សុំលោកមាទៅរៀនវិជ្ជាពេទ្យបន្ថែមមួយរយៈ ទៅចុះក្រែងមានអ្វីថ្មីរីកចម្រើនអាចត្រឡប់មកបម្រើព្រះនគរវិញ បាទលោកមា អប្សរពេញចិត្តនឹងការសម្រេចចិត្តរបស់បងសក្តាអញ្ចឹងបងសម្រេចចិត្តថាចេញទៅថ្ងៃណាមិនបាច់មកវិញក៏ ខ្ញុំនឹងចេញទៅនៅថ្ងៃស្អែក មិនក៏លឿនម្លេះឬមួយក៏ក្មួយក្រងទុកយូរហើយទាំងរឿងផ្ដាច់ពាក្យនិងរឿងទៅរៀនបន្តនេះ ឲ្យក្មួយសុំទោសផងលោកមា ណាស់ហើយទៅចុះ អរគុណលោកមា បងសក្តាដើរលឿនយ៉ាងហ្នឹងបញ្ញាប់ទៅរៀបចំរបស់របរមែនអត់ហើយបើមិនអីចង់ឲ្យខ្ញុំជួយក៏ប្រាប់មកចោះយើងសិតតែគ្នាឯងទេមិនអញ្ចឹង អប្សរលើកនេះចាត់ទុកថាអូនជាអ្នកឈ្នះតែតាមពិតបងមិនបានចាញ់ អូចឹងផងចុះហេតុអីបានចដកថយលឿនម្ល៉េះ ពេលខ្លះមនុស្សយើងដកថយមិនមានន័យថាចោះចាញ់ទេមនុស្សដូចជាបងដឹងច្បាស់ណាស់អ្នកណាធ្វើល្អអ្នកណាធ្វើអាក្រក់ដាក់បង ម៉ែមានដល់ហើយបងសក្តាតែក៏សមបងត្រឡប់ទៅរៀនវិជ្ជាពេទ្យបិសាចរបស់បងវិញចោះហើយមិនបាច់ត្រឡប់មកជួយនគរអីទេខ្ញុំសុំចិត្តនគរយើងត្រូវការមនុស្សដែលមានចំណេះវិជ្ជាខ្លាំងពូកែតែមិនមែនចំណេះវិជ្ជាខាងអាក្រក់នោះទេ ស្ដាយណាស់បងជាពេទ្យនឹងគេនឹងឯងដែរតែហេតុអីគ្មានចិត្តជាពេទ្យសោះអញ្ចឹង អប្សរ
ណាហើយរឿងវាហួសទៅហើយយ៉ាងណាអប្សរជូនពរបងជានិច្ចតើបានសុខចុះណាហើយបើរៀនវិជ្ជាពេទ្យបិសាយរបស់បងជោគជ័យហើយមិនបាច់ប្រាប់អប្សរទេខ្ញុំមិនចង់ដឹងគាត់មកបងទៅមានអីចង់ថាបងថាមកចោល ល្អហើយដឹងខ្លួនគេចង់ថាឲ្យគេថាទៅណាក៏បានដឹងអត់មនុស្សយើងសំខាន់បំផុតគឺអារៀនដឹងខ្លួននឹងឯងមែនទេ นั่นតា គឺហើយកុំឲ្យដេកចាក់ ម្ដងនេះយើងឲ្យនាងឈ្នះយើងម្ដងទៅចោះអផ្សរតែបើសិនមានកាលក្រោយ អូនអប្សរហើយមកពីអង្គការហ្នឹងមានលួចស្ដាប់បងនិយាយគ្នាអត់មុនហ្នឹង អត់បានលឺទេបងក៏បានណានេះសោះខ្ញុំខំទៅតាមរ ហើយចោះអូនអប្សរមកធ្វើអីដែរ សូមស្ដាប់ពាក្យបងផ្ដាំអូនត្រូវចាំរាល់ពីសន្យាបងឃ្លាតឆ្ងាយពេលនេះមួយគ្រីស្ងួនពុំមានថែខ្លួនណាមានសន្យាមិនឃ្លីអានឹងវិលជួបអូនម្ដងទៀតមិនខានកុំយកណាក៏លានថែខ្លួនថែប្រាណចាំបងត្រឡប់រៀងរាល់ពេលយប់បងនឹងច្រៀងផ្ញើសំ